បាទជំរាបសួរពុកម៉ែបងប្អូននៃផែនរថយន្តតម្លៃ20ជាងនៅលើទីផ្សារដែលគេឃោសនាពុកម៉ែបងប្អូនថាស្អាតបើកវិទូខុងតឺន័រមកបើកចេញប្រុយហើយធ្វើការកែនៅជប៉ុនពុកម៉ែបងប្អូនឥឡូវមកមើលមុខម៉ាស៊ីនរបស់ Alpha Service Center វិញថាបែបណាពុកម៉ែបងប្អូនបាទហើយឥឡូវមកមើលរថយន្ត20ជាងនេះខ្នងនៅខាងក្រោយគឺឡៃសវោហ្វ្រាំងអតីតភាពតាមស្ដាំដំយកចុះឲ្យចាប់ឥឡូវចូលមកដល់ផុស Alpha Service Center វិញពុកម៉ែបងប្អូនអានេះពាក់ព័ន្ធនឹងមុខម៉ាស៊ីនដែលតម្លៃនៅលើទីផ្សាររថយន្តគេថាស្អាតតម្លៃ20ជាងពុកម៉ែបងប្អូនបើកដបូលឡើងទៅឃើញបែបផែនចឹងណាពុកម៉ែបងប្អូនគឺដំយកឲ្យគេធ្វើតែប្រហែលថ្ងៃហើយអត់មានអ្នកជំនាញណាបច្ចេកទេសមកធ្វើរថយន្តអស់នឹងទេពុកម៉ែបងប្អូនគឺវាជួកម្មករគ្មានជំនាញធ្វើបាទឥឡូវពុកម៉ែបងប្អូនងាកមកមើលរថយន្តរបស់ Alpha Service Center តើវាបែបផែនយ៉ាងម៉េចពុកម៉ែបងប្អូនគ្រាន់តែតាមដានទស្សនាទៅដឹងថាបែបផែននៃការធ្វើស្តង់ដារបែបម៉េចចឹងបងប្អូនតាមដានទស្សនាឲ្យបងប្អូនប្រៀបធៀបបងប្អូនឲ្យរថយន្តតម្លៃ20ជាងលើទីផ្សារពុកម៉ែបងប្អូនថាថោកថាធូរថ្លៃការពិតថ្លៃណាស់ពុកម៉ែបងប្អូនសម្រាប់រថយន្តប្រភេទគុណភាពដែលប្រភេទរថយន្តគេទិញអត់ទិញកាប់សាច់ផងពុកម៉ែបងប្អូនហើយគេទិញយកមកលក់ហើយមកដំយកហើយមើលរថយន្តផុស Alpha Service Center មកពុកម៉ែបងប្អូនគឺស្តង់ដារតាមក្រិតក្រមសុវត្ថិភាពគុណភាពហើយមានភាពទទួលខុសត្រូវនឹងធានាជូនពុកម៉ែបងប្អូនទាំងអស់ដល់6ខែឥឡូវចូលមករថយន្ត20ជាងសវោហាន់5នេះខាងស្ដាំគេដំយ៉ាងពុកម៉ែបងប្អូនម៉ាស៊ីនត្រជាក់អត់មានស្អីទេឃើញម៉ែបងប្អូនមើលបាទហើយខ្ញុំមានវីដេអូប្រៀបធៀបរវាងមួយកលៈទៅមួយកលៈដើម្បីឲ្យពុកម៉ែបងប្អូនងាយយល់អាហ្នឹងម៉ាស៊ីនត្រជាក់ពាក់ព័ន្ធរថយន្តតម្លៃ20ជាងលើទីផ្សារគេថាស្អាតណាស់ឥឡូវចូលមកដល់រថយន្តរបស់ Alpha Service Center មុខងារម៉ាស៊ីនត្រជាក់ពុកម៉ែបងប្អូនដង្ហើបាញ់មកក្រោមកៅអីគឺមានទាំងអស់អត់មានបាត់មុខងារមួយណាពាក់ព័ន្ធនឹងម៉ាស៊ីនត្រជាក់ពុកម៉ែបងប្អូនមើលតាមដានប្រព័ន្ធភ្លើងគឺមានការដើរគ្រប់មុខងារទាំងអស់ពងសុវត្ថិភាពហើយពងសុវត្ថិភាពសំខាន់ណាស់ពុកម៉ែបងប្អូនមិនមែនយើងថាទិញរថយន្តមកវាមិនដែលជិះទៅបុកទៅអីអានេះគឺជាលក្ខណៈនៃរថយន្តដែលយើងមានគ្រប់ស្តង់ដារហើយពងសុវត្ថិភាពរបស់វាអាហ្នឹងធ្លាក់មកអាហ្នឹងពងវាណូនណាពុកម៉ែបងប្អូនហើយម៉ាស៊ីនត្រជាក់យ៉ាងមានសទះអែបាទប្រព័ន្ធភ្លើងយើងអត់មានតកាត់អីទេគឺរៀបចំញែកឲ្យដោតយកតែម្ដងពុកម៉ែបងប្អូនរៀបចំញែកទៅតាមស្តង់ដារទៅតាមកលឹះទៅតាមរយៈនីមួយដោតយកឲ្យពាក់ព័ន្ធមើលរថយន្តតម្លៃ20ជាងពុកម៉ែបងប្អូនគេមិនអត់ហ៊ានបើកបង្ហាញជូនពុកម៉ែបងប្អូនទេហើយអ្នកឃោសនាលក់ហ្នឹងគាត់មិនមានជំនាញក្នុងការដឹងពីរថយន្តនឹងយ៉ាងម៉េចផែនរថយន្តយ៉ាងម៉េចដេញថ្លៃនៃជប៉ុនរថយន្តយ៉ាងម៉េចបន្ទុកយ៉ាងម៉េចគុណភាពយ៉ាងម៉េចតម្លៃយ៉ាងម៉េចឃ្លាពុនកយចេញយ៉ាងម៉េច tracking ពីកន្លែងដេញថ្លៃមកផែដើម្បីធ្វើការលោតចូលក្នុងកុងតឺន័រយ៉ាងម៉េចអត់ដឹងទេដឹងតែឃើញគ្រប់ចិត្តស្អាតមូលអត់បាញ់ថ្នាំស៊ីន 100% បាទតែប៉ុណ្្នឹងនេះពុកម៉ែបងប្អូនតើតែមានរបាយការណ៍បញ្ជាក់ទៀតបានពុកម៉ែបងប្អូនដឹងហើយបើពុកម៉ែបងប្អូនចង់ដឹងព័ត៌មានច្បាស់ពីរថយន្តមក Alpha Service Center យើងធ្វើការបើកwebsite ដេញថ្លៃនឹងបង្ហាញជូនពុកម៉ែបងប្អូននៅលទ្ធផលនៃរថយន្តគេថាតម្លៃ20ជាងនេះធូរថ្លៃសម្រាប់បងប្អូនហើយបងប្អូនធ្វើការប្រៀបធៀបហើយពាក់ព័ន្ធរថយន្តនេះរថយន្តតែបាត់មុខងារអីមួយគឺគេលោតសញ្ញាប្រាប់ពុកម៉ែបងប្អូនតែគេផ្ដាច់ចោលអស់គេឲ្យលោតហើយនេះពាក់ព័ន្ធនឹងរថយន្ត for Alpha Service Center ហើយនេះពាក់ព័ន្ធរថយន្តតម្លៃ20ជាងនេះរថយន្ត Alpha Service Center កងតាក់សិតនៅខាងឆ្វេងអានេះ20ជាងអត់មានពងសុវត្ថិភាពពុកម៉ែបងប្អូនអានេះមានពងសុវត្ថិភាពហើយឈ្នន់គេកៅអី option G គឺបែបហ្នឹងបាទអញ្ចឹងខ្ញុំបាទសូមអរគុណហើយសូមជម្រាបលាសូមអរគុណបាទ